មិននឹកស្មានសោះថាជីវិតបងប្រុសម្នាក់អាចផ្លាស់ប្ដូរយ៉ាងលឿនមានសមត្ថភាពបើកហាងកាត់សក់ដោយផ្ទាល់ខ្លួនអាចចេញរកចំណូលជួយសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីចេញបើកហាងកាត់សក់ផ្ទាល់ខ្លួនបងប្រុសបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួននៅក្នុងការរៀនជំនាញអាជីពដោយមានការជួយជ្រោមជ្រែងពីភរិយាបែបនេះបងពេលដែលបងចេះជំនាញនេះភរិយាបងមានអារម្មណ៍មិនដែលឃើញបងបើកហាងខ្លួនឯងចឹងគាត់សប្បាយចិត្តជារួមទៅអាជីពកាត់សក់នេះគាត់ជាអ្នកជំរុញខ្ញុំទេអូបាទហើយគាត់ក៏គេថា search តាមប្រព័ន្ធដូចជា Facebook TikTok ហ្នឹងគាត់ឃើញហាង OTS ហ្នឹងគាត់ក៏ជំរុញខ្ញុំទៅរៀននៅហាង OTS ហ្នឹងមកទៅបាទពុកម៉ែបងប្អូនអើយនេះបងស្រីជំរុញបងហាងស្អាតអ្នកបងលុយរៀនទេមើលទៅនេះបាទគាត់អ្នកបងលុយរួមទៅថ្ងៃទៅចុះឈ្មោះគាត់ក៏ទៅជាមួយខ្ញុំដែរអូបាទពុកម៉ែបងប្អូនហើយឥឡូវនេះគាត់ដែរមកលេងហាងបងហ៎គាត់អាសាមកហើយឥឡូវបងបានចេញបើកអាជីវកម្មខ្លួនឯងណាពុកម៉ែបងប្អូនអើយមកគាំទ្រគាត់ផងបងដាឡាយនេះបាទគាត់បើកហាងកាត់សក់នៅតំបន់ទូសកែនេះហាងមកគាត់ណាពុកម៉ែបងប្អូនណាកុំភ្លេចមកចូលរួមគាំទ្រផងស្នាដៃខ្មែរយើងណាសំខាន់បងឯនេះពាក់អាវមោទនភាពជាតិខ្មែរទៀតណាបងឥឡូវចង់ឲ្យបងនិយាយទៅកាន់ភរិយាមានសារអីអរគុណភរិយានៅក្នុងបណ្ដាញសង្គមទីមកបងបាទជាដំបូងខ្ញុំសូមអរគុណដល់ប្រពន្ធខ្ញុំដែរដែលបានគាត់ជំរុញឲ្យខ្ញុំចូលវិស័យកាត់សក់នេះបងដល់ពេលដែលបានចូលវិស័យនេះហើយគឺមានអារម្មណ៍ថាស្រឡាញ់ខ្លាំងអូបាទបងបាទទីមួយយើងអត់សូវចំណាយកម្លាំងច្រើនហើយយើងអាចនៅវារៀងស្រួលដែរហើយចំណូលវិស័យកាត់សក់សម័យបច្ចុប្បន្ននេះរីកចម្រើនខ្លាំងបាទអញ្ចឹងសូមបងបងប្អូនដែលសង្ឃថាការរៀនសូត្រយើងមិនសូវបានខ្ពស់គឺយ៉ាងហោចណាស់ក៏យើងរកអាជីពមុខរបរមួយផ្ទាល់ខ្លួនបាទដើម្បីប្រកបមុខរបរដើម្បីចំជីវិតបាទចំជីវិតចំពុនកូនយើងទាំងអស់បាទណែឃើញទេភាសាពិតអារម្មណ៍ពិតពុកម៉ែបងប្អូនគឺថារៀនរយៈពេលខ្លីរៀនបណ្ដាអនុវត្តបណ្ដានៅសាលា OTS ឥឡូវនេះបងដាឡាយគឺថាគាត់បានចេញបើកហាងខ្លួនឯងហើយនេះអាចអង្គុយកើបលុយប្រចាំថ្ងៃបានណាគ្រាន់ចំប្រពន្ធចំកូនដែរអរគុណហើយបងណាបាទកុំភ្លេចពុកម៉ែបងប្អូនជួយគាំទ្រគាត់ផងណាអរគុណបាយបាយបាទចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈកាត់សក់និងការដឹកនាំគ្រប់គ្រងអាជីវកម្មហាងកាត់សក់នៅ OTS រៀនបណ្ដាលអនុវត្តបណ្ដាលរៀនត្រឹមតែ6ខែធានាមានជំនាញអាជីពរកចំណូលបានពេញមួយជីវិត